see that. No vehicle entry. Yes, I can see cars behind. There's none. We'll come back before. ជំរាបសួរអូនពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី4នៃដំណើរកម្សាន្តរបស់យើងទៅខាងរដ្ឋ Tasmania ទាំងអស់គ្នាបងប្អូនហើយឥឡូវនេះគឺមកដល់គោលដៅទីតាំងទី1របស់យើងហើយគេហៅថា Cradle Mountain National Park ផងដែរបងប្អូនហើយនេះគឺជាទស្សនវិជ្ជានៅពីខាងកន្លែងខាងផាកក៏ដូចជាកន្លែងដែលយើងនឹងត្រូវរកកន្លែងដើរដើម្បីចូលទៅទិញសមុទ្រដើម្បីជិះ shuttle bus ឡើងទៅលើភ្នំអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចាំទស្សនាទេសភាព Sunny's the next minute, raining, wind and hailing, so yeah. It's really cold now. It's a bit of shower. អញ្ចឹងនៅតាមផ្លូវពីបន្ទប់ទឹកពីកន្លែងខាផាកយើងដើរចូលទៅដល់កន្លែងទិញសមុទ្រ ticket ហ្នឹងគេមាន information តកតងជាមួយនឹងអាកាសធាតុនៅកន្លែងលើភ្នំរបស់យើងផងដែរបងប្អូនអញ្ចឹងគឺអាកាសធាតុគឺអាចមានការប្រែប្រួលអញ្ចឹងគេ warning ដល់យើងគឺយើងទៅស្លៀកពាក់ខោអាវអីបែបម៉េចអញ្ចឹងបងប្អូនស្លៀកពាក់ខោអាវឲ្យក្រាស់ពាក់មួកមានស្បែកជើង boot អីអញ្ចឹងទៅព្រោះអាកាសធាតុអាចផ្លាស់ប្ដូរនៅក្នុង1ម៉ោងហ្នឹងគឺមានអាកាសធាតុដល់តែ4ផងដែរភ្លៀងខ្យល់ធ្លាក់ព្រិលធ្លាក់អីអញ្ចឹងបងប្អូនហើយនេះយើងធ្វើការមកចូលកន្លែងទិញ ticket មុននឹងយើងអាចជិះបាស shuttle bus ដែលគេមានរាល់5-10នាទីម្ដងអញ្ចឹងចុះឡើងមានបាស2ដើម្បីយកអ្នកទៅហើយមានបាសយកអ្នកមកតម្លាក់វិញអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលទៅទិញ ticket នៅកន្លែងហ្នឹងបានហើយសម្បត្តិដែលពួកយើងទិញគឺគេទិញជា family pass ជាមួយនឹង holiday pass ពួកអីយើងទិញបែបជា package បែបហ្នឹងតែវាធូរថ្លៃជាងសម្បត្តិយើងទិញសម្បត្តិធម្មតាអញ្ចឹងបងប្អូនហើយបងប្អូនមានគ្នាច្រើនទិញបែបហ្នឹងទៅវាធូរថ្លៃហើយជាមួយនឹង holiday pass មានន័យថាពេលបងប្អូនទៅលេង national park អីផ្សេងទៅគឺវា cover នៅក្នុងនឹងស្រេចតែម្ដង It's much more expensive if you're just getting the ticket, the pass itself. So better to give with the holiday pass and the holiday vehicle pass as well. ហើយកន្លែងនេះគឺខ្ញុំអត់បានថតពីកន្លែងចាប់ឡើងទៅលើ shuttle bus ហ្នឹងទេពីកន្លែង ticket ហើយយើងដើរទៅកន្លែងជិះ shuttle bus ហ្នឹងបែរជា20ម៉ែត្រអីបងប្អូនហើយជាមួយនឹងបាសដែលយើងជិះហ្នឹងគឺរយៈពេល10នាទី5-10នាទីអីក៏ឬក៏5នាទីម្ដងអញ្ចឹងគឺគេមានចំណតឲ្យយើងចុះដែលយើងអាចដើរមើលបានអញ្ចឹងបងប្អូនគេមានកន្លែង visitor center ហើយជាមួយនឹង ranger station បន្ទាប់មកមាន Snakes Hill Ronnie Creek ដែលបងប្អូនអាចចុះដើរបានកន្លែងខ្លះទៅចំណាយពេល45នាទីអីទៅដើម្បីយើងដើរមើលអស់កន្លែងខ្លះ1ម៉ោង2ម៉ោងអីចឹងទៅប៉ុន្តែពួកខ្ញុំនេះគឺឡើងទៅដល់ខាងលើតែម្ដងចឹងចង់បណ្ដេញពីខាងលើចុះមកក្រោមវិញគឺកន្លែងដែលយើងទៅគោលដៅទី1របស់យើងទៅហ្នឹងគឺ Dove Lake ផងដែរបងប្អូនហើយនេះអាកាសធាតុឡើងពីក្រោមឡើងទៅលើចាប់ផ្ដើមមានឡើងពីក្រោមទៅលើបន្តិចទៅចិត្តដល់ភ្នំឬទៅការគៀកភ្នំច្រើនអាកាសធាតុរឹតតែប្រែប្រួលច្រើនមែនតើបងប្អូនហើយនេះចុះអាប់ផងមានភ្លៀងផង You need to tap and ready water. There is a water filling station just next to the toilet. Enjoy your walks, everyone. Thank you. Hopefully the sun stays out for you. Cho phải mất giờ ngày nào mới. Welcome to Dove's Lake.
Always will be. Always was and always will be. Papa. Views out there. It's rainy, but you know, we are here. This is on the outside. So here we are in Tasmania at the Dove Lakes. Here with the family, and look at the view behind me. On the side, you see like in there, distance that you can travel. Decide if you want to go to the left or the right. Yes, up there. It's really windy. នៅពេលដែលយើងដល់កន្លែងនេះបងប្អូនគេដាក់ផ្លាកឲ្យយើងចង់ទៅមើលកន្លែងណាអីចំណាយពេលដើរប្រហែលនាទីប្រហែលម៉ោងអីអញ្ចឹងគេមានកន្លែងនៅលើភ្នំហ្នឹងវាមានកន្លែងចំណតដែលយើងអាចមើល look out អីផ្សេងទៅកន្លែងខ្លះបើយើងដើរទៅខាងឆ្វេងឬក៏ខាងស្ដាំចឹងវាមាន25នាទី40នាទីឬក៏រហូតដល់1ម៉ោង2ម៉ោងជាងបើយើងដើរជុំវិញណាបងប្អូនតែបើសិនជាយើងអត់ចង់ដើរច្រើនទេយើងចង់ដើរកន្លែងណាខ្លីៗទៅយើងអាចទៅកន្លែងគេមានមកចំណតមកចន្លោះភ្នំឲ្យយើងមើលចឹងទៅ Up here, Yeah, I can take this off. it's raining. 1, 2, 3. So windy and shadows there. And this is summer, everyone. It's summer, but it feels frozen. My hand are frozen right now. The showers have gone down a little bit, but it's supposed to be 19 degrees, but it feels so much colder than that. But here we are at the Dove Lakes, and we at the Cravens. Look out! Look at that! It's so beautiful. Vậyរួមទៅបើសិនជាបងប្អូនចង់ទៅលេងនៅថាស៊ីហើយទៅលេងនៅភ្នំ Cradle Mountain ទេបងប្អូនយកសម្លៀកបំពាក់ខោអាវអីដាក់ក្រាស់យកមួកយកស្រោមដៃអីចឹងបងប្អូនទោះបីជាខែក្តៅក៏ដោយយើងទៅអាកាសធាតុនៅទីនោះគឺប្រែប្រួលឆាប់រហ័សមែនតើអញ្ចឹងហើយវាទៅជាក់មែនតើហើយពួកខ្ញុំទៅនេះគឺអត់បានដើរអីច្រើនទេបងប្អូនព្រោះមានអ្នកឃ្លានហើយដោយសារតែយើងទៅយើងអត់បានទិញគីឡូបន្ថែមអញ្ចឹងយើងដាក់តែ7គីឡូយួរដៃអញ្ចឹងអត់សូវមានកាអាក្រាស់ទេហើយវាទៅជាក់អញ្ចឹងមានអ្នកឃ្លានផងមានអ្នកល្ងាផងអញ្ចឹងបងប្អូនអញ្ចឹងបានដើរទាំងសពគ្រប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះលក្ខពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយៗទៀត